ok số đây bằng bộ nào nè tỏ giờ một thôi ca sức xa Meridian Design cho một đường cầm thị Canva nên lời computer từng ở nè hayในក្នុង video នេះគឺខ្ញុំចង់ធ្វើជាលក្ខណៈ thumbnail សម្រាប់យើងដាក់នៅលើ video របស់យើងណាចឹងនៅក្នុងការកាត់ video របស់យើងប្រសិនជាយើងកាត់ហើយចឹងទៅចង់ដាក់ thumbnail ទៅលើ video របស់យើងតែយើងធ្វើមិនតោះចឹងបងប្អូនមានកម្មវិធី Canva មកហើយចឹងយើងត្រូវដឹងពីទំហំនៃ video របស់យើងចឹងទំហំ video របស់ខ្ញុំនេះគឺទំហំបញ្ឈរណាគេហៅថា portrait ទំហំបញ្ឈរណាผมไปโชว์จังយើងយកកន្លែងនេះមកទៅចុចលើ create design មកនេះជាលក្ខណៈជារូបភាពនេះជារូបភាពប៉ុន្តែយើងអត់យករូបហ្នឹងទេអញ្ចឹងខ្ញុំទៅយករូបមួយទៀតគាត់តែខ្ញុំយកទំហំណាទំហំបើសិនជាចង់ដឹងទំហំបងប្អូនចុចកន្លែងនេះណាកន្លែង design នេះមកអញ្ចឹងបងប្អូន scroll មកអើកន្លែង file ចុចលេខ file ជាស្រេចហើយបងប្អូននឹងឃើញនេះណាទំហំប្រមាណ1152គុណនឹង48 2048ទៀតណាអូខេ2048ហ្នឹងអូខេនៅកន្លែងហ្នឹងអញ្ចឹងខ្ញុំនឹងទៅយករូប upload រូបដែលបានថតហ្នឹងដើម្បី upload គឺយើងអត់មានពិបាកទេគ្រាន់តែចាប់ទាញណាយើងក៏ចាប់ទាញតម្លាក់មកបណ្ដោយណាអូខេអញ្ចឹងយើងអាចចាប់ទាញចេះមកតតម្លាក់នៅលើស្លឹកការងារឬក៏កម្មវិធី Canva ហ្នឹងមកអញ្ចឹងវានឹងធ្វើការ process នៃការ upload ដែរជាងមើលនេះណាតែ upload នេះអញ្ចឹងវា process upload ចូលឡើងហ្នឹងអញ្ចឹងដើម្បីទាញនេះវាឃើញកន្លែងគៀននេះយើងទាញមកដើម្បីឲ្យពេញមកទំហំរបស់យើងហ្នឹងដើម្បីពេញទំហំហ្នឹងយើងពេញទំហំហើយបន្ទាប់មកទៀតយើងចង់ឲ្យ background ខាងក្រោយហ្នឹងលក្ខណៈថាព្រាលណាយើងចង់បាន background ព្រាលយើងគ្រាន់តែចុចនៅលើម៉ៅនឹងមួយមកយើងចូលមកកន្លែងពាក្យថា edit នេះណាលើរូបហ្នឹងហើយ edit ហើយនៅកន្លែងនេះវាមាន function របស់វាមាននេះកន្លែង auto focus នេះណាយើងចុចកន្លែង auto focus នឹងមកអញ្ចឹងគឺចាំតិចទៅវាធ្វើការ analyze ទៅលើឲ្យយើងនេះណាចឹងឲ្យក្រោយព្រាលប្រាប់អីចឹងអញ្ចឹងយើងអាចទាញនៅកន្លែងនេះដើម្បីឲ្យវាព្រាលខ្លាំងឬក៏ព្រាលតិចចឹងបងប្អូនអាចឃើញនេះណាយើងចង់បានព្រាលខ្លាំងឬក៏ព្រាលតិចកន្លែងហ្នឹងណាអូខេព្រាលខ្លាំងឬព្រាលតិចអញ្ចឹងយើងឧទាហរណ៍ថាប៉ុណ្ណេះចុះនេះណានេះគឺ focus point ទេ focus point នៅឲ្យនៅចំណុចកន្លែងណាអញ្ចឹងណាអញ្ចឹងយើងដាក់ប៉ុណ្ណេះមកអូខេនេះណាអញ្ចឹងយើងឲ្យ Braille background មកល្មមទៅបានហើយឬក៏មួយទៀតគេអាចធ្វើវិធីមួយទៀតណាគេអាចធ្វើវិធីមួយទៀតគឺយើងអាចធ្វើការមានន័យថាយើង remove ជាមួយនឹង background ខាងនេះទៅខាងក្រោយយើងដាក់ blur ទៅនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញជួយទៅកាន់បងប្អូនហើយវីដេអូនេះគឺថ្មីបងប្អូនអាចមើលបានណាហើយប្រទេសទៀតគឺយើងចូលមកធីនេះមកណា text ដើម្បីដាក់នេះចឹងខ្ញុំមកយក text motion នេះ copy paste ដែរអញ្ចឹងគឺយើងយកមកសេសអញ្ចឹងយើងអាចសេសជាមួយនឹង feature ចំណុចពិសេសគុណសម្បត្តិត្រីអ្វីដែលយើងចង់ឲ្យ attention របស់យើងឃើញយើងនិយាយថាជើងកាមេរ៉ានេះជើងកាមេរ៉ាបងប្អូនជើងកាមេរ៉ាគុណភាពធំរឹងខ្មុំអូខេនេះប្រភេទដៃអលុយមីញ៉ូមជើងកាមេរ៉ាហ្នឹងណាហើយកម្ពស់របស់វារហូតដល់ 1.7 យើងមាន 1.7 និង 1.40 យើងអាចដូរ function 1.7 អញ្ចឹងងាយស្រួលមែនតើបងប្អូនចង់ design thumbnail ឬក៏ design poster ផ្សេងសម្រាប់យើងយកទៅ post នៅលើ social media ឬក៏គឺដើម្បីគឺបង្ហាញនៅ information ព័ត៌មានណាទៅដល់ទៅជនគាត់ងាយស្រួលមើលស្រួលអានអីចឹងទៅណាចឹងទីធំតិចមកថ្ងៃនេះយើងអាចដាក់ជាមួយទៅនឹងប្រភេទ brush ពីខាងក្រោយសូកន្លែង search element នេះបងប្អូនវាយជាភាសាអង់គ្លេសមិនចេញណា brush នេះមកអញ្ចឹងនេះសុទ្ធតែ simple brush ផ្សេងណា simple ឡើងអញ្ចឹងយើងអាចយកមួយមកហើយពេលចុចទៅវាចេញក្រោមផ្សេងទៀតណាអូខេចេញដាក់មកយើងអាចដូរ font ទៅ font ពណ៌ខ្មៅ
window stroke ធម្មតាចឹងបន្តមកទៀតគឺយើងអាចដាក់នៅ element ផ្សេងៗបញ្ចូលបន្ថែមទៀតក៏បានឬក៏យើងដាក់ logo របស់យើងចូលបណ្ដាញ thumbnail កុំឲ្យញ៉ៃណាឲ្យស្មុគស្មាញទៅវិញហើយយើងអាចមានន័យថាជើងកាមេរ៉ាយើងអាចដាក់ជាមួយនឹងគ្រប់ប្រភេទទូរស័ព្ទឬក៏កាមេរ៉ាយើងដាក់បានទាំងអស់ណាបងប្អូនទាំងគ្នាដាក់បានកាមេរ៉ាធំកាមេរ៉ានេះដាក់គ្រប់ទូរស័ព្ទបែបទូរស័ព្ទដៃអូខេចឹងបងប្អូនបានមួយបាត់ណាអូខេចឹងយើងដូរ style បន្តិចគេអាចដោះ stroke ចេញគេដាក់ពណ៌សមកនេះហើយយើងអាចដូរ font ក៏បានបងប្អូនចុចឡើងនេះដើម្បីដូរ font នេះចុចឡើងនេះមកចឹងយើងអាចមើល font ផ្សេងៗមកអានេះយើងអាចដាក់ប្រភេទ leaf នេះដើម្បីមើលឃើញកាន់តែច្បាស់ជាងមុនណាអូខេប៉ុណ្្នឹងមករួចរាល់នេះប៉ុណ្្នឹងមករួចរាល់ហើយយើងអាច download បាននេះចុចឡើងនេះដើម្បី download ឲ្យបានច្បាស់ល្អបងប្អូនចុច download ហើយកន្លែងនេះគឺយើងអាចទាញមកណាឬក៏កន្លែងនេះបើសិនជាកន្លែងនេះយើងត្រូវទាញឲ្យបាននេះយើងរើស PNG ក៏បានដែរណាគឺទំហំពេញតែម្ដងនេះចាំ process នៃការ download ទៅអញ្ចឹងបើសិនជាបងប្អូនត្រូវការជឿកាមេរ៉ាដើម្បីគុណភាពល្អបងប្អូនអាចឆាតមកបានណាត្រូវការ mic ផ្សេងៗនេះឆាតមកខ្ញុំផ្ទាល់បានអញ្ចឹងនេះគឺ tripod video អូខេរួចរាល់អូខេបានមួយអត់ដែរសួរមើលបងប្អូនទាំងគ្នាអញ្ចឹងងាយស្រួលមែនតើណាបងប្អូនងាយស្រួលលឿនសិនជាបងប្អូនចង់ការកាត់តរូបភាពវីដេអូ animation ខ្លីៗអីណាជាមួយនឹងកម្មវិធី Canva យើងមានមេរៀនចាប់ពីដំបូងទៅមកបងប្អូនអាចឆាតមកខ្ញុំផ្ទាល់គឺ015.63ណាបងប្អូន015.63បានហើយងាយស្រួលបងប្អូនដំបូងក៏ដោយអត់ចេះធ្វើអីក៏ដោយក៏បងប្អូនមើលអាចចេះធ្វើខ្លួនឯងយើងមាន account ទៀតបងប្អូនឥឡូវតម្លៃពិសេសជូនទៅកាន់បងប្អូនហើយខ្ញុំមក support ជូនទៅកាន់បងប្អូនថែមទៀតអរគុណបងប្អូនច្រើនហើយជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយៗទៀតអញ្ចឹងវីដេអូនេះបងប្អូនសង្ឃឹមថាបងប្អូនមានរូបភាពចេះផ្សេងៗហើយបងប្អូនយកទៅដាក់ជាមួយនឹងអក្សរខ្មែររបស់យើងបាននឹងនិយាយស្រួលមែនតើអញ្ចឹងងាយណាតោះអញ្ចឹងរៀនធ្វើខ្លួនឯងជាមួយនឹងការផ្សព្វផ្សាយអំពីអសវកម្មរបស់យើងអំពីផលិតផលរបស់យើងផ្សេងៗតោះទៅដល់កាន់អតិថិជនចេះខ្លួនឯងពេលដូចយើងមានអាយន់ការពារអញ្ចឹងណាអូខេអរគុណបងប្អូនច្រើនជម្រាបលាហើយយើងជួបគ្នាក្នុងវីដេអូ tip ទាក់ទងនឹងការ design ការកាត់តវីដេអូផ្សេងៗមកអរគុណជម្រាបលា